បងប្អូនទាំងអស់គ្នាសូមស្វាគមន៍ការចូលមកទស្សនានៃវីដេអូរបស់ខ្ញុំបាទនេះគឺជាវីដេអូដែលខ្ញុំបង្ហាញអំពីសកម្មភាពដឹកជញ្ជូនពេលយប់ចាប់ពីម៉ោង10រហូតដល់ម៉ោង12យប់បាទហើយជើងនេះគឺខ្ញុំបានទទួលការងារពីហាងប្រូកូលីនក៏ជាបងចុងក្រោយដែរពីព្រោះហាងប្រូកូលីនអប៊ីសអាមេកនឹងគឺបាត់នៅម៉ោង10:00នាទីយប់ហើយគោលដៅគឺយកទៅអូឡាំសាបងប្អូនហើយខ្ញុំកំពុងតែជិះកាត់តាមផ្លូវ105គឺផ្លូវលូទឹកដីបាទសួស្តីបងបូនណាបងក្រេបយ៉ាទៅសួរបងចូលទៅទៀតខ្ញុំយកគួរនេះអាចរកនៅចូលតាមអូឡាំសាប៉ុន្តែមិនជិះកាត់ផ្លូវក្រោមស្ពានទេបងប្អូនគេមានផ្លូវកាត់នៅខាងក្នុងឬក៏ខាងក្រោយពីផ្សារទំនើបអូឡាំសាហ្នឹងគឺកាត់ចំទៅមូសំពៅមាសអានេះគឺខ្ញុំមកដល់នេះមុខផ្សារទំនើបអូឡាំសាតែស្មាននេះរៀងស្ងាត់តិចហើយបងប្អូនឡើយខ្ញុំជាប់បងទី2ហើយគឺឆាំងបានទូតពងយកទៅបរិយឡាយគង់នៅខាងព្រៃសរបងរងចាំតែពាក្យនឹងយូរហើយពីពួកបងយកទៅឆ្ងាយណាស់បងមួយសលេងផងញ៉ាំដល់អូចាប់អត់ហើយយកទៅចកាដូងនេះអាយុពេកដល់ណៃជូនទៅហើយទៅអត់ទៅតាមណាហើយអត់ហ៎ការងារទៅហើយអត់តែយូរពេកទុកឲ្យអ្នកលក់យកទៅឲ្យភ្ញៀវម្ដងបាយបាយខ្ញុំបានមកហើយបងប្អូនធ្វើដំណើរទៅបរិយឡាយគួងនៅខ្សែចកាដូងឥឡូវនេះខ្ញុំបានមកដល់បរិយឡាយគួងនៅខាងព្រៃសរខ្សែចកាដូងហើយបងប្អូនខ្ញុំបានឡើងមកដល់ផ្លូវ371ហើយគង់ឆ្ពោះឡើងទៅចូលពេញទូតពូវិញបងប្អូនអីយ៉ាជាប់បានមួយបងប្អូននេះប៉ុណ្ណាអត់ទាន់ដឹងថាដល់ណាទេមើលសិនហាងសៀវជីងស្លាប់ពាន់កន្លុក3300ទៀតបងប្អូនអើយទៅយកដល់ណានេះអីយោយកនៅមុខបងប្អូនចំរ៉ែបងប្អូនហាងនឹងនៅកន្លែងណានេះឥឡូវបានមហូបហើយបងប្អូននេះដោយសារគាត់បិទទ្វារហើយហាងគាត់ដាក់ហាងលក់កៅអៅទៀតដល់ពេលគាត់មានលក់មហូបដែរយើងមិនដឹងជីរឡើងបិទកតេឡងម៉ោង11:18នាទីបងប្អូនឥឡូវគឺនៅបរិយាពិភពថ្មីសកាដូងទៅត1.1 គីឡូទៀតដល់ទីតាំងភ្ញៀវហើយជាមិនខំភ័យបងប្អូនអើជួបភ្ញៀវទៀតហើយយកមកដល់ទីតាំងរបស់គាត់ហើយខតាមឆាត2ដងអត់លើកខតាមលេខ2ដងអត់លើកទៀតចាំគាត់ប្រហែលជា5នាទីជាងបានគាត់ខំមកវិញហ្នឹងបងអត់ជាស្រ័យបងក៏ថាជាប់ទឹកចឹងមកឯងជួយទុកឲ្យបានខ្ញុំនៅលើឡានហ្នឹងទៅបងអត់អីចាំតិចទៀតខ្ញុំទៅយកហូរទូបន្តិចបងប្អូនទឹកយប់ពេលខ្លះខ្លាចហានិភ័យខ្លាចប៉ះឆ្អង់គាត់កំងហើយគាត់គេលក់ដល់ពេលអញ្ចឹងទៅវារៀងពិបាកតិច